ស្វាគមន៍អ្នកគ្នាមកកាន់ vlog ទី2អ្នកតមួយតាំងនឹងពីដេកមកថតយកហើយឃើញពាក់ម៉ានក៏ឆ្ងល់ថាខ្លាចផ្ដាសាយបាក់សៃខ្លាចឆ្លងខ្លួនឯងអីអត់ទេពាក់ម៉ានតដើរចូលទៅញញហូបដើរឬ style ជើងទាទេដើរចូលមកដល់ក្រោយមកឈរចង់10នាទីអង្គុយគិតថាទៅតាញ់គេពេលហើយធ្វើការដើរពីប្រជុំទៅក៏ងាកថានៅខាងមុខយើងមានអីហូបចង់ហូបរបៀបមីឆាសិនចឹងណាមកផ្អប់ទៅសិនចឹងទៅពេលព្រឹកបញ្ហាឥឡូវនេះគឺឆ្លងថ្នល់កើតអូខ្ញុំមានបញ្ហាឆ្លងថ្នល់ហ្មងនេះខ្ញុំអស់ឡានអាលីងពីផ្លូវបងខ្ញុំដើរគ្រាន់ចាប់ដើមប៊ីកង់3បុកអូសុំខ្លាចហ្មងតែធ្វើមិនទេជំរុញកិច្ចការតស៊ូដើម្បីធ្វើកុំឲ្យពួករបស់យើងធូរយើងត្រូវតែឆ្លងផ្លូវដើម្បីទៅតាញ់ហូបមកដល់ពូអ្នកលក់ថាចាហើយក៏ប្រាប់ពូអ្នកលក់ថាតិចទៀតខ្ញុំមកយកហើយខ្ញុំដើរលេងផ្លែតហើយដើរនឹងដើរគ្មានតាណាទេមកទិញបាយផ្អប់ភូមិសឹងមិនយើងអត់បានបាយមួយថ្ងៃយើងហូបតែមកហូបគ្រឿងអត់បានហូបបាយទេយើងទៅបាយអត់ចូលពោះសោះនេះបាយមកផ្អប់របស់យើងបន្ទាប់មកយើងដើរមកដល់កន្លែងមីឆារបស់យើងមុននឹងហើយគាត់ទៅចាប់ដើមឆាទេហើយមកដល់បន្ទប់វិញយើងក៏ចាប់ដើមហូបជាមួយបាយផ្អប់របស់យើងទុកមីឆាហូបពេលល្ងាចហើយដល់ដល់មកចូលរៀនហើយឡូមសិលមិញឃើញលក់នៅមុខនឹងដែរតែហ៊ានតែងខ្ជិលណាអស់លុយមកថ្ងៃនោះដូចមកសិលមិញដែរមកកងតើដូចគ្នាគាត់ថាបន្ទប់ថ្មីហើយនេះខ្ចីលុយគេ10000នោះដើរទៅទិញហូបពួកចុះមកដល់ពូនឹងបាត់អត់តែបាត់ហើយទៅពេលយើងតែតទៅទៅទិញតែមេបើមកកថុនផឹកទៅចិត្តចាប់មកហើយកុងទ័រយើងចូលដើម reboot ណែមិនមែន clear data ទៀតណាហើយតិចបាត់អស់ទៀតអញជេតាំងទូរស័ព្ទវិលចឹងឯងវិលពេញ 100% បាត់អស់ link មិនសិនទូរស័ព្ទឯងលុបហើយនេះលោកបងគាត់កំពុងធ្វើការងារបន្តរបស់គាត់ទៅចាប់ម៉ោងទី1ចូលម៉ោងទី2គឺមកប៉ាក់ដិនមកនេះបន្ទប់គេ decor បែបរបៀបថាមានម៉ូដកៅម៉ូដអីឲ្យយើង decor យើងដេយើងប៉ាក់យើងឆ្នៃម៉ូដយើង fashion design យល់ទេហើយគេក៏មានម៉ាស៊ីនជាច្រើនឲ្យយើងជន់ដែរជន់ខុសខ្ទេចហើយឃើញខ្ជូតអញ្ចឹងកុំឆ្ងល់ណាការងាររបស់យើងត្រូវដេតុក្កតាហ្នឹងណែតែចាប់ផ្ដើមជាមួយនឹង basic គ្រូឲ្យយើងចេះរៀនជន់ដេម៉ាស៊ីនអីសិនចឹងណាចឹងខ្ញុំនេះអង្គុយតែតោម្នាក់ឯងដាក់ដុយលេងទៅហើយផ្លាកនេះគេដាក់ហាមថាកុំឲ្យហូបអីពេលកំពុងជន់ណែបើកភ្លើងសិនមកអូយចែងចាំងដូចកំពុងតែដំពេជ្រយើងធ្វើការលើកជើងទាអ្នកគ្នាមើលទៅលើកទៅអានេះម៉ាស៊ីនវាបិទបើកកតិកខ្ចក់ហើយនេះចាប់ផ្ដើមដេនេះឃើញសឹបឃើញយឺតចឹងឆ្ងល់ម៉ាស៊ីនអីគេហងយឺតចឹងក៏ប៉ុន្តែយើងមិនប្រើម៉ាស៊ីនជើងយើងប្រើម៉ាស៊ីនដៃវាថាខ្លាចវាចឹងហើយយើងវិលដៃម្ដងទីចឹងណាហើយនេះគ្រូក៏កំពុងតែបរៀនដេកអាវចឹងទៅហើយយើងអាចដេកបានឥឡូវបើវាអត់មានស្អីអញ្ចឹងឃើញទេទៅពិបាកជាងនេះបន្ទាប់ពីមើលគ្រូបរៀនដេហើយខ្ញុំមកដេខ្លួនឯងតែម្ដងទៅមិនបាច់និយាយច្រើនបោះគេយាយដេមស្រួលហ្នឹងម៉ាស៊ីនស៊ីដៃបាត់ហើយនេះលក្ខណៈរបស់យើងគឺត្រូវដេរបៀបអញ្ចឹងយើងដេឲ្យស្មើអញ្ចឹងណាចាប់ម៉ោងទី2ចូលដល់ម៉ោងទី3នេះគេរៀបខ្លួននាំគ្នាចេញពីបន្ទប់អញ្ចឹងទៅហើយម៉ោងទី3ហ្នឹងគឺមកថតរូបដូចម្សិលមិញដដែលតែដោយសារខ្ញុំនៅមុខម៉ាស៊ីនជែកខ្ញុំយកអាកណាត់ដែលខ្ញុំដេយកមុនហ្នឹងខ្ញុំយកមករុំធ្វើភួយតែម្ដងទៅ cheese ដោយសារតែអាទិត្យក្រោយយើង midterm អញ្ចឹងគ្រូកំពុងតែបញ្យល់ទៅតងថាការងារអ្វីដែលយើងត្រូវធ្វើនៅសប្តាហ៍ក្រោយអត់មានអីច្រើនទេក៏យើងដល់ម៉ោងចេញទៅផ្ទះហើយអុយជាប់មួយទៀតហីហើយយើងក៏ដល់ម៉ោងចេញទៅអស់គ្នាមានអីច្រើនទេដើរចូលមកដល់ហុចគេចង់ធ្វើអីហ្នឹងតែរៀងខ្លួនអញ្ចឹងទៅថ្ងៃហ្នឹងខ្ញុំកំង food panda ហូបអញ្ចឹងខ្ជិលថតចាំដល់យប់អីច្រើនខ្ញុំក៏បញ្ចប់ vlog ធំហ្នឹង so goodbye everyone and see you later ផ្កា subscribe បាយ